តោះថ្ងៃនេះខ្ញុំនៅបរៀនគ្នារបៀប download នៅលើ game Block Fruit សម្រាប់ទូរស័ព្ទដៃ Android អញ្ចឹងហើយដើម្បីតាមមកគ្នាគាត់ចូលមកកាន់ Telegram មកហើយគ្នានឹងចូលមកកាន់ក្រុមដែលមានឈ្មោះថា Gallo Helper នេះហើយគ្នាចុចលើក្រុមនោះមកវាមានក្រុមtopic ច្រើនហើយគ្នាយើងគាត់តែចុចនៅលើ Android download Roblox ហ្នឹងមកហ្នឹងគឺចំពោះអ្នកដែលប្រើ Android អញ្ចឹងហើយមកដល់កន្លែងនេះវានឹងមានapp 2ដើម្បីយើង download ហើយវាមានឈ្មោះ data មួយនិង KNR មួយហើយពណ៌នេះដាក់ខ្វែងហ្នឹងមានន័យថាអាហ្នឹងគឺវាផុតកណ្ដោឲ្យវាហូរទៅលេអញ្ចឹងហើយគ្នា down មួយមកពីរនឹងចង់ down ណាក៏បានដែរហើយឥឡូវខ្ញុំ down ដល់ក្រុមនេះមកនេះចាំវាមកផ្លាស់ទៅវាពេញហើយឥឡូវវាពេញហើយយើងក៏អាចចុច install វាមកវានឹងតយើងហើយយើងចុចបើក open មកចូលទៅ game Roblox កន្លែងនេះយើងចូលមកដល់ game Roblox ហើយយើងវាឲ្យយើងដាក់ account យើងឥឡូវខ្ញុំដាក់ account ខ្ញុំឧទាហរណ៍គ្នាយើងគ្នាថ្មីវាសេចចេះចឹងចេញដាក់ account យើងមកនេះឲ្យវាចូលដល់ក្នុងធម្មតាយើងលេង Roblox ដល់ហើយកន្លែងយើងរើស game ណាយើងចង់ទៅ hack អញ្ចឹងហើយ game ដែលយើងត្រូវ hack គឺ game Block Fruit ហ្នឹងហើយអញ្ចឹងយើងរើស Block Fruit មកហើយកន្លែងនេះយើងអាចប្រើ hack បានហើយកន្លែងវារើស Marine ឬក៏ Off Hide ធម្មតាយើងលេង Block Fruit មានហ្នឹងអញ្ចឹងយើងរើសមួយមកហើយយើងអាច hack បានហើយអញ្ចឹងកន្លែងនេះយើងបើក hack របស់យើងមកនេះអញ្ចឹងវាចេញបែបនេះអញ្ចឹងអាហ្នឹងវាមាន option ច្រើនហើយខ្ញុំនឹង visual គ្នាយើងមួយហើយ option ដំបូងគេគឺវាមាន farm level យើងហ្នឹងហើយយើង level ទូយើង farm level ទៅយើងទៅដល់ level ធំជាងហ្នឹងទៅយើងដាក់ធ្វើយក item យកអីចឹងទៅគ្នាយើងអាចមើលរៀនមើលទៅវាយូរទៅវាគង់ចេះទេឥឡូវយើងធ្វើការដាក់ test farm level គ្នាយើងមើលមួយចឹងយើងអូសមកកន្លែងដំបូងគេមកនេះយើងចុចកន្លែង farm level ហ្នឹងមកចឹងវានឹងធ្វើការហោះទៅយក quest បន្ទាប់មកវានឹងធ្វើការទៅវាយ NPC ដើម្បីឲ្យយើងដោះ quest ទៅវាឡើង level ហើយដូចកន្លែងនេះចឹងយើងមកវាយមេ King Kong នេះចឹងពេលដែលយើងវាយងាប់វានឹងបាន level អញ្ចឹងវានឹងហត់ទៅយក quest ទៀត quest ហើយវាមក farm រហូតដល់យើង level មិនហ្មងហើយពេលដែលយើង farm បាន level up state ហើយបើសិនជាគ្នាយើងខ្ជិល up state គ្នាយើងអាចបើកឲ្យវាអូតូបានគ្នាយើងគ្រាន់តែអូសមកកន្លែងខាងនេះបន្តិចមកយើងរកពាក្យ player អញ្ចឹងយើងចុចទៅលើពាក្យplayer នេះមកវាមានកន្លែង auto up state អីចុះឥឡូវយើងចង់ application ចង់ up melee អញ្ចឹងយើងចុចទៅលើ melee មកអញ្ចឹងទៅដំបូងវាអត់តន់ up state ឲ្យយើងទេអញ្ចឹងយើងត្រូវបើក auto អញ្ចឹងយើងគ្រាន់តែចុចstart adding state នេះមកអញ្ចឹងវានឹង auto up state ឲ្យយើងអញ្ចឹងយើងទុក farm វាចោលទៅបាទហើយ state ក៏វា up ឲ្យយើងស្រាប់ដែរហើយវីដេអូហ្នឹងមានប៉ុណ្្នឹងដែរបើសិនជាគ្នាចូលចិត្តវីដេអូបែបនេះទេកុំភ្លេចជួយចុច subscribe និងបើករូបសញ្ញាកណ្ដឹងឲ្យម្នាក់មួយផង Goodbye